ក្រោយពីនាងឃើញរឿងគូស្នេហ៍កំពុងល្បីក្រោយពីនាងឃើញជីវិតប្រពន្ធដើមម្នាក់ដែលត្រូវទ្រាំទ្រទឹកភ្នែកទ្រាំទ្រឈឺចាប់នាងមានអ្វីមួយចង់ប្រាប់ទៅកាន់ស្ត្រីទាំងអស់នាងយល់ច្បាស់ហើយថាមិនថាប្តីស្រឡាញ់ឬមិនស្រឡាញ់ក៏ដោយស្ត្រីម្នាក់ដែលខាតត្រូវមានលុយក្នុងគណនីខ្លួនឯងព្រោះជីវិតដែលរស់ដោយចាយលុយគេវាមិនមែនជាជីវិតដែលមានសុវត្ថិភាពទេវាជាជីវិតដែលតឹងចិត្តតឹងទ្រូងហើយថ្ងៃណាមួយបើគេចោលទៅរកអ្នកថ្មីនាងអាចនៅសល់តែភាពទទេលុយវាកាន់តែសំខាន់នៅថ្ងៃដែលគេក្បត់ថ្ងៃដែលគេចាក់ចេញថ្ងៃដែលស្ត្រីម្នាក់ត្រូវឈរតែម្នាក់ឯងជាមួយកូនមានលុយមានក្តីសង្ឃឹមមានលុយមានជំរឿមានលុយអាចឈរឡើងវិញបាននាងចង់ឲ្យស្ត្រីទាំងអស់ក្លាយជាមនុស្សស្រីដែលមានជំរឿសម្រាប់ខ្លួនឯងមិនមែនជាមនុស្សស្រីឲ្យគេរើសមិនមែនជាមនុស្សស្រីដែលត្រូវយំអង្វរសុំឲ្យគេត្រឡប់មកស្រឡាញ់បើគេក្បត់នោះគេអាក្រក់មិនមែនស្ត្រីត្រូវទៀបខ្លួនឡើយនាងបានរៀនហើយថាមនុស្សប្រុសមិនមែនជាពិភពលោកទាំងមូលរបស់ស្ត្រីឡើយស្នេហាមិនគួរធ្វើឲ្យនារីម្នាក់បាត់បង់តម្លៃខ្លួនឯងលះបង់អស់ទាំងអស់ដើម្បីមនុស្សម្នាក់ដែលអាចចាក់ចេញគ្រប់ពេលនាងចង់ឲ្យស្ត្រីរៀនរឹងមាំរៀនឯករាជ្យរៀនរស់ដោយខ្លួនឯងរៀនឲ្យតម្លៃពេលវេលាដឹងថាមនុស្សណាគួរជួបមនុស្សណាគួរចាក់ចេញនាងក៏យល់ថាអាយុច្រើនមិនមែនជាម៉ាត់កំណត់ថាត្រូវរៀបការបន្តទេក្តីសុខផ្លូវចិត្តទើបជាមូលហេតុពិតប្រាកដនៃការរៀបការព្រោះបើរៀបការខុសជីវិតនឹងក្លាយជាវេទនាមិនមែនជាសុភមង្គលឡើយចុងក្រោយនាងទទួលស្គាល់ថាជីវិតមិនអាចសមដូចចិត្តចង់បានទាំងអស់ឡើយត្រូវរៀនដោះលែងរៀនទទួលយករៀនអភ័យទោសមិនមែនដើម្បីភ្លេចគេតែដើម្បីឲ្យចិត្តឈប់ជាប់ជំពាក់នឹងការឈឺចាប់នាងចង់ប្រាប់ស្ត្រីទាំងអស់ថាស្រឡាញ់ខ្លួនឯងឲ្យច្រើនព្រោះនៅថ្ងៃដែលគ្មានអ្នកណានៅក្បែរនាងនៅតែត្រូវរស់នាងនៅតែត្រូវរឹងមាំសម្រាប់ខ្លួនឯងសម្រាប់កូនសម្រាប់ជីវិតថ្មី